สาบซ้อนจมละกนทนตุงปรุยตัวเหนื่อยหอนอดขมดកាលពីព្រៃនាយមានគ្រួសារមួយមានកូនប្រុស3នាក់និងម្ដាយចាស់ជរាមួយកូនប្រុសទី1មានឈ្មោះថាពេជ្រកូនប្រុសទី2មានឈ្មោះថាពងនិងកូនប្រុសទី3មានឈ្មោះថាពៅចំណែកឯម្ដាយចាស់ជរាមានឈ្មោះថាយាយសំអឿនកូនប្រុសទី1កូនប្រុសទី2បានមានគ្រួសារបែងចែកផ្ទះនៅឆ្ងាយពីម្ដាយរៀងខ្លួនចំណែកឯប្អូនប្រុសពៅដែលមានឈ្មោះថាពៅគឺនៅបម្រើម្ដាយដែលមានជំងឺប្រចាំកាយរៀងរាល់ថ្ងៃកូនប្រុសពៅនិងម្ដាយមានជីវភាពមិនសូវធូរធារឡើយចំណែកឯពេជ្រនិងពងនៅពេលដែលបានប្រពន្ធរៀងខ្លួនពួកគេបានរកស៊ីយ៉ាងធូរធារល្អប្រសើរផងដែរប៉ុន្តែពួកគេទាំងពីរនាក់ហាក់បីដូចជាមិនសូវខ្វល់ខ្វាយពីម្ដាយនិងប្អូនពៅសោះឡើយម៉ែថ្ងៃនេះម៉ែមើលទៅមិនបានធូរសារ៉ាសោះម៉ែតើឲ្យកូនធ្វើយ៉ាងម៉េចទៅឥឡូវនេះកូនអត់មានលុយសម្រាប់ទិញថ្នាំមកព្យាបាលម៉ែទៀតនោះទេម៉ែមិនអីទេកូនតើកូនថ្ងៃនេះកូនមិនទៅបែបផ្លែឈើនៅក្នុងព្រៃទេអីកូនអត់ទេម៉ែកូននៅមើលថែម៉ែព្រោះម៉ែមើលទៅមិនស្រួលខ្លួនខ្លាំងណាស់ម៉ែចាំកូនទៅដាំបបរឲ្យម៉ែពិសាណាម៉ែពេលម៉ែពិសាបបររួចចាំកូនទៅរកខ្ចីលុយគេដើម្បីទិញថ្នាំឲ្យម៉ែពិសាឲ្យបានធូរណាម៉ែកូនពិតជាពិបាកណាស់ហើយពៅដែលត្រូវមករ៉ាប់រងម្ដាយចាស់ជរាមានជំងឺរោគព្រឹកខ្វះល្ងាចលំបាកដល់កូនហើយណាកូនម៉ែកុំមានប្រសាសន៍បែបនេះម៉ែកូនជាកូនម៉ែវាជាតួនាទីរបស់កូនដែលត្រូវមើលថែម៉ែដូចដែលម៉ែបានមើលថែកូនតាំងពីកូននៅក្នុងពុះរហូតដល់ធំដឹងក្តីប៉ុន្តែកូនពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ដែលមិនអាចមានលទ្ធភាពមើលថែម៉ែឲ្យបានល្អកុំគិតដូច្នោះអីកូន កូនជាកូនល្អរបស់ម៉ែគ្រប់យ៉ាងមកពីម៉ែមិនអាចផ្ដល់ជីវិតមួយដ៏ល្អសម្រាប់កូនដូចបងរបស់កូន ឲ្យម៉ែសុំទោសណាពៅម៉ែគ្រប់យ៉ាងមិនមែនជាកំហុសម៉ែទេម៉ែកុំបន្ទោសខ្លួនឯងបែបនេះអីម៉ែកូនទៅដាំបបរឲ្យម៉ែពិសារួចហើយកូនគិតថាកូននឹងទៅផ្ទះបងពេជ្រដើម្បីខ្ចីលុយគាត់ខ្លះមកទិញថ្នាំដើម្បីព្យាបាលម៉ែណាម៉ែកុំបារម្ភអីម៉ែកូននឹងទៅរកលុយមកព្យាបាលម៉ែឲ្យជាណាម៉ែបន្ទាប់មកកូនប្រុសពៅក៏បានទៅកាន់ផ្ទះបងទី1ដែលមានឈ្មោះថាពេជ្របងពេជ្រគឺថាខ្ញុំសុំខ្ចីលុយបងខ្លះដើម្បីទៅទិញថ្នាំឲ្យម៉ែគាត់ឈឺខ្លាំងណាស់បងអើយខ្ញុំមិនបានចេញទៅរកប្រាក់ប៉ុន្មានថ្ងៃហើយតែថ្ងៃនេះខ្ញុំមកសុំបងយីអាពៅគ្រាន់តែរឿងម្ដាយឈឺប៉ុណ្ណឹងសោះក៏ឯងមកប្រាប់បងដែរឯងមកចង់រលួយបងដើម្បីយកទៅទិញថ្នាំមែនទេបងគ្មានលុយសម្រាប់ឲ្យគាត់ទិញថ្នាំទេដោយសារបងត្រូវការលុយនេះយកទៅចិញ្ចឹមគ្រួសារបងដែរឯងសាកសួរទៅមើលអាប្អូនទី2ទៅមើលបាទ
មិនអីទេចឹងបងចាំមើលខ្ញុំទៅសាកសួរបងពងសិនក្រែងលោគាត់អាចជួយបានខ្លះខ្ញុំលាសិនហើយបងនិយាយចប់គេក៏បានទៅកាន់ផ្ទះបងទី2ដែលមានឈ្មោះថាពងជំរាបសួរបងពងបងសុខសប្បាយទេបងមានអីពេជ្រយើងសុខសប្បាយធម្មតាទេចុះឯងវិញសុខសប្បាយដែរទេនិយាយអញ្ចឹងម៉ែក៏សុខទុក្ខយ៉ាងម៉េចដែរ បាទបងខ្ញុំមិនអីទេបងប៉ុន្តែម៉ែគាត់កំពុងឈឺធ្ងន់ណាស់បងអើយ ហើយចុះឯងមករកយើងមានការអ្វីដែរ ខ្ញុំចង់មករកខ្ចីប្រាក់បងខ្លះដើម្បីទៅមើលម៉ែសិនបងព្រោះអីខ្ញុំរកប្រាក់មិនទាន់ទេបងតើខ្ញុំអាចខ្ចីប្រាក់បងខ្លះសិនបានទេបងព្រោះអីខ្ញុំត្រូវការប្រាក់ជាចាំបាច់ព្រោះម៉ែឈឺធ្ងន់ណាស់បងអើយ បងមានប្រាក់តែប៉ុណ្ណឹងទេឯងយកប្រាក់ប៉ុណ្ណឹងទៅណាហើយយើងក៏ត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារយើងដែរណាមួយកូនយើងអាបងនោះវាត្រូវការប្រាក់ចូលរៀនសាលាសាកលវិទ្យាល័យ BT អន្តរជាតិណានៃពវាទៀតនោះហើយបងមានប្រាក់ឯណានៅសល់តិចតួចនឹងទៅគ្រាន់ឲ្យកូនយកទៅសិក្សារៀនបន្តនឹង អូអរគុណណាស់បងឥឡូវខ្ញុំលាសិនហើយបងខ្ញុំប្រញាប់ទៅទិញថ្នាំឲ្យម៉ែហើយនៅផ្ទះម៉ែនៅតែម្នាក់ឯងទៀតខ្ញុំទៅសិនហើយបង ឯងទៅចុះមិនបាច់លាទេចាប់ត្មងអស់ប្រាក់ទាំងព្រលឹមមិនទាន់បានចូល100ផង ម៉ែម៉ែងើបមកពិសាថ្នាំម៉ែកូនបានមានប្រាក់ទិញថ្នាំមកព្យាបាលម៉ែហើយម៉ែ កូនពិតជាពិបាកណាស់ហើយពើដែលត្រូវមករ៉ាប់រងម្ដាយចាស់ជរាមានជំងឺរោគព្រឹកខ្វះល្ងាចលំបាកដល់កូនហើយណាកូន ម៉ែសម្រាប់សិនចុះម៉ែចាំកូនទៅទិញរបស់ឆ្ងាញ់យកមកឲ្យម៉ែពិសាណាម៉ែដោយសារអាការៈធ្ងន់ធ្ងរមិនអាចទ្រាំទៅទៀតបានគាត់ក៏បានហៅពៅមកនិយាយផ្ដែផ្ដាំជាលើកចុងក្រោយ បើកូនពេលគ្មានម៉ែកូនត្រូវចេះថែរក្សាខ្លួនណាកុំធ្វើរឿងណាដែលខុសឆ្គងនឹងច្បាប់ទម្លាប់កូនត្រូវតែប្រព្រឹត្តអំពើល្អជាដរាបណាបើស្ដាប់បង្គាប់ចាស់ទុំចេះជួយយកអាសាចេះជួយយកអាសាអំពូមីងចាស់ទុំ ឮទេកូនកូនត្រូវស្គាល់បងស្គាល់ប្អូនឮទេបើ កូនត្រូវខិតខំរកស៊ីចិញ្ចឹមខ្លួនឯងណាពេលអត់ពីម៉ែទៅណាបើម៉ែមិនដឹងថាម៉ែអាចឆ្លងផុតយប់នេះទេម៉ែចង់និយាយថាម៉ែអរគុណគ្រប់យ៉ាងណាកូនបើម៉ែអរគុណណាកូនពេលអត់ពីម៉ែកូនត្រូវចេះថែរក្សាខ្លួនណា បើកូនបើកូនបើកូនម៉ែលាហើយណាកូនថា
ហើយរិក្សាខ្លួនណាបើ អត់ទេម៉ែម៉ែម៉ែងើបឡើងម៉ែមិនដេចម៉ែទៅចោលកូនទាំងបែបនេះម៉ែម៉ែងើបឡើងម៉ែចំណែកឯកូនប្រុសច្បងទាំងពីរនាក់នៅពេលដែលពិចារណាដឹងអំពីកំហុសខ្លួនក៏បាននាំគ្នាត្រឡប់មកកាន់ផ្ទះម្ដាយដើម្បីសុំខមាទោសក៏ប៉ុន្តែជាអកុសលម្ដាយបានចែកឋានបាត់ទៅហើយ ពុទ្ធោម៉ែម៉ែស្លាប់ចោលកូនហើយឲ្យកូនសុំទោសម៉ែដែលកូនមិនមកអើពើម៉ែកូនពិតជាដឹងខ្លួនខុសហើយណាម៉ែសូមម៉ែទៅកាន់ទីដែលស្ងប់សុខចុះគួរឲ្យស្រណោះនឹកឃើញម៉ែ ម៉ែតែងនៅក្បែរម៉ែថែកូនបីបំថ្នាំងថ្នមបំពេលកូនយប់យន់ស្ងាត់សូនម៉ែបំពេលបីកូនថ្នមថ្នមបំបើដោះ កូនគេ តម្លៃអប់រំព្រះគុណរបស់ម៉ែជាជំរកមនោរម្យរបស់កូនព្រះម៉ែយកក្នុងបាំងកម្ដៅថ្ងៃយកទ្រូងថ្លើមថ្លាយជាទីជំរកគុណម៉ែជាម្លប់ឲ្យកូនបានជ្រកក្នុងម៉ែពងពកកូនសុខភិរមរបស់សំខាន់គឺខ្លួនប្រាណម៉ែតែម៉ែបង្វែរយកជាត្រនំ ម៉ែខ្លាយព្យុះភ្លៀងចាញ់ខ្លាយកូនយំកូនរស់បានធំម៉ែលាចាក់កូន